បើខាងបាន2ឆ្នាំកូវីដក៏ចាប់ផ្ដើមចាញ់មកកូវីដចាញ់មកក៏គេឲ្យបិទហាងដូចជាខ្ទង់1ឆ្នាំហើយមុននឹងខ្ញុំបិទហាងក៏ខ្ញុំចាប់ផ្ដើមទងន់ទៀតអញ្ចឹងទងន់ផងកូវីដផងបិទហាងក៏វាមិនអីដែរដូចជាយើងចំណេញដែរអញ្ចឹងណាអញ្ចឹងកូនប្រុសទី1ខ្ញុំកើតចំពេលកូវីដដល់ពេលកូវីដគេលែងអីហើយចូលធ្វើការបាន2ឆ្នាំទៀតស្រាប់តែពោះកូនទី2បិទហាង1ឆ្នាំទៀតអញ្ចឹងសាច់ហាងហ្នឹងបើក7ឆ្នាំមែនប៉ុន្តែបើថាសាច់ធ្វើហ្នឹងអត់បាន7ឆ្នាំទេហើយដោយសារយើងមានកូនទូច2នាក់ទៀតសាច់ធ្វើនៅក្នុងហាងហ្នឹងក៏មិនបានរាល់ថ្ងៃទៀតមួយអាទិត្យធ្វើបានតែ3ថ្ងៃ4ថ្ងៃទេប៉ុន្តែអ្វីដែលខ្ញុំចង់អរគុណការធ្វើមុខរបរតូចតាចមួយនេះគឺវាធ្វើឲ្យខ្ញុំអាចបំពេញតួនាទីជាម្ដាយគេហើយអាចមានចំណូលខ្លួនឯងទៀតបំពេញតួនាទីជាម្ដាយគឺមិនបានន័យថាពេលដែលគាត់អត់ទៅសាលាគាត់ទៅតែកន្លែងសាលាតែ3ថ្ងៃគឺខ្ញុំធ្វើការតែ3ថ្ងៃទេអញ្ចឹងពេលដែលគាត់នៅផ្ទះខ្ញុំមើលគាត់4ថ្ងៃទៀតខ្ញុំអ្នកមើលអញ្ចឹងពេលខ្ញុំទៅធ្វើការ3ថ្ងៃ4ថ្ងៃហ្នឹងគឺខ្ញុំមានចំណូលរកស៊ីខ្លួនឯងហើយសួរថាបើខ្ញុំទៅធ្វើការឲ្យគេហ្នឹងពិបាកអត់ប្រកាសជាពិបាកវាគ្មានការងារណាឲ្យយើងមើលកូនផងទៅធ្វើការផងទេតែធ្វើការឲ្យគេដឹងតែធ្វើការឲ្យគេគេមិនឲ្យយើងឈប់ញ៉ៃញ៉ៃកូនឈឺឬក៏មកយកកូនទៅសាលាឬក៏ចង់ទៅស្រុកខ្មែរតែការងារនេះអត់ទេខ្ញុំធ្វើអីក៏បានដែរភ្ញៀវកក់គាត់នៅតែកក់អញ្ចឹងលុយយើងនៅតែចូលពេលគាត់មកអញ្ចឹងធ្វើជាម្ដាយដ៏ល្អវាមិនងាយស្រួលទេដោយសារអីបើយើងធ្វើជាម្ដាយដ៏ល្អពេកនៅផ្ទះពេកគឺយើងអត់ចំណូលអញ្ចឹងការងារមួយនេះគឺផ្ដល់ឲ្យខ្ញុំបានតួនាទីជាម្ដាយដ៏ល្អហើយបានទាំងប្រាក់ចំណូលចូលកប៉ៅខ្លួនឯងទៀតអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាដែលចង់ធ្វើការរកស៊ីសូមកុំមើលងាយការងារតូចតាចឲ្យសោះពេលខ្លះការងារតូចតាចទាំងនោះនឹងផ្ដល់សេរីភាពឲ្យអ្នកទាំងអស់គ្នាជាងការងារដែលធ្វើការបានលុយច្រើនដោយសារអ្នកទាំងអស់គ្នាមានសេរីភាពជ្រើសរើសម៉ោងខ្លួនឯងជ្រើសរើសថ្ងៃខ្លួនឯងធ្វើជាម្ដាយដ៏ល្អបានទាំងប្រាក់ចំណូលចូលក្នុងកប៉ៅខ្លួនឯងទៀត